រាជបណ្ឌិតសភាឬក៏បណ្ឌិតទូទៅដែលមកចូលរួមជជែកយោបល់ហើយផ្សាយតាមទូរទស្សន៍ជាតិកម្ពុជាអំពីជំហរការពារដែនអធិបតេយ្យកម្ពុជានេះគឺជាការដែលខិតខំប្រឹងប្រែងរបស់បណ្ឌិតខ្មែរដែលប្រើសតិសម្បញ្ញៈចំណេះដឹងគំនិតជំនាញរបស់ខ្លួនដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យយល់អំពីទឹកដីរបស់យើងអំពីដែនដីយើងត្រឹមណាយើងប្រើផែនទីខ្នាតអីមានអនុសញ្ញាមានសន្ធិសញ្ញាមានច្បាប់ទម្លាប់មានអីដែលជាប្លង់កម្មសិទ្ធិប្លង់រឹងអីរបស់កម្ពុជានេះគឺជាភាពកក់ក្ដៅមួយសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែរដែលស្ដាប់បណ្ឌិតបកស្រាយទៅហើយបណ្ឌិតដែលឧស្សាហ៍ឃើញមុខជាងគេតែ2 3នាក់ទេបាទគឺមានលោកបណ្ឌិតកិនភៀអឺលោកបណ្ឌិតអឺពៅលោកបណ្ឌិតប្រមាណអ្នកទៀតនោះយូរម្ដងគេហៅលោកបណ្ឌិតមាសនីចូលទៅដែរតែកម្រណាស់បាទទាល់ខ្លាំងហើយបាទអញ្ជើញលោកបណ្ឌិតនេះមាសនីទៅក៏មិនដឹងក៏ប៉ុន្តែលោកបណ្ឌិតកិនភៀដែលជាបណ្ឌិតមួយក្នុងចំណោមបណ្ឌិតជាច្រើននៅថារាជបណ្ឌិតសភាកម្ពុជានិយាយទៅគឺជាបណ្ឌិតកម្រចុងក្រោយគេដែលជាអ្នកតកែវជាមួយនឹងលោកបណ្ឌិតកែមលីដែរដែលកម្រហ៊ាននិយាយការពិតច្រើនដែលមួយរយៈពេលចុងក្រោយនេះក៏ឃើញដូចជាហ៊ាននិយាយការពិតបានច្រើនដែលប្រជាពលរដ្ឋនឹងមានការសប្បាយចិត្តហើយខ្ញុំក៏រីករាយដែរឃើញបណ្ឌិតយើងនាំគ្នាដូចថាជជែកនិយាយការពិតអីខ្លះទៅហើយដែលអត់គេចាប់ដាក់គុកណានៅពេលដែលបណ្ឌិតហ៊ាននិយាយការពិតហើយអត់មានគេចាប់ដាក់គុកគឺខ្មែរយើងរៀងសប្បាយចិត្តថាអូគេមានសេរីភាពអីខ្លះដែរគេមិនបិទមាត់អីចិត្តឈឹងឯងក៏ប៉ុន្តែការនេះគឺវាមានយូរមានម្នាក់ដែលគេគ្រាន់តែប្រឡែងឲ្យធ្វើអីអញ្ចឹងទៅគ្រាន់កំដរឆាកកុំឲ្យស្ងាត់ពេកអីទេព្រោះអីលោកបណ្ឌិតកិនភៀពេលដែលលោកមានមតិអីរៀបរាប់រឿងសង្គមអីហ្នឹងក៏លោកគេហៅមាន self censorship ភាសាអង់គ្លេសហៅថា self censorship ពាក្យថា self censorship ហ្នឹងគឺបានន័យថាការរឹតបន្តឹងខ្លួនឯងណាការរឹតបន្តឹងសេរីភាពខ្លួនឯងដោយអំពើដោយភាពភ័យខ្លាចដោយភាពការពារមេការពារបកការពារក្រុមរបស់ខ្លួនអត់អាចប្រើគំនិតសម្បញ្ញៈជាបណ្ឌិតឲ្យហូររូសេរីដូចថាមិនមានការតាក់ការទប់បានទេហេតុអីបើខ្ញុំនិយាយថាលោកបណ្ឌិតកិនភៀក៏មានគេហៅ self censorship ហ្នឹងគឺរដ្ឋបတ်ខ្លួនឯងនេះគឺដោយសាររាល់ពាក្យដែលគាត់និយាយត្រូវតាក់ទងនឹងកិច្ចការសង្គមណាគឺគាត់និយាយពីរឿងពុករលួយពីរឿងបញ្ហាក្រសួងរដ្ឋក្បាលធំខ្លួនតូចលក្ខនឹងលក្ខអីគាត់និយាយត្រូវទាំងអស់ក៏ប៉ុន្តែចុងនៃកថាខណ្ឌនៃពាក្យសម្ដីរបស់គាត់ឬក៏ពាក្យពេចន៍ចុងក្រោយមុននឹងបិទនៃការដែលថ្លែងពីលើគឺគាត់តែងតែទម្លាក់កំហុសទាំងអស់នោះទៅមន្ត្រីក្រៅអាវ៉ាត់ណាគឺគាត់តែងតែទុកឲ្យមេដឹកនាំរួចខ្លួនរហូតព្រោះគាត់និយាយទៅគឺបន្ទោសទៅមន្ត្រីគ្រាប់លពៅមន្ត្រីគ្រាប់តរេនមន្ត្រីគ្រាប់ល្មុតអីចឹងទៅហើយទៅគាត់ថាថ្នាក់ដឹកនាំហ្នឹងគឺគេខំប្រឹងអីចឹងទៅតាមពិតរឿងស្អីក៏ដោយគ្រួសារមួយដែលបរាជ័យកំហុសធំបំផុតគឺអាណាព្យាបាលហ្នឹងទី1ឲ្យគេចោតប្រកាន់មេបាឲ្យព្រោះអីយើងធ្លាប់មានសុភាសិតខ្មែរមិនចឹងឯងបងប្អូនគេហៅថាដឹងឆ្ងើយត្បិតដងកូនសោតរែងឆ្កងត្បិតមេបាព្រោះអីតាមេបាប្រព្រឹត្តសោតរែងកូនមកប្តេផ្ដាស់កូនគឺទៅតាមហ្នឹងឯងបើម៉ែឪផឹកស៊ីបនលបែងប៉ោឡែពៀលាអាវ៉ាសែកូនទៅនឹង80%នឹងคล้ายទៅជានារីរស់ស៊ីផ្លូវភេទឬចូលបងធំជួញដូរគ្រឿងញៀនកាប់ចាក់អីអញ្ចឹងព្រោះអីឪពុកម្ដាយអត់បានអប់រំណែនាំកូនឲ្យល្អប៉ុន្តែមិនមែនបន្ទោសតែម៉ែឪទេសាលារៀនសង្គមការសេពគប់មិត្តភ័ក្តិហ្នឹងក៏ជាកត្តាសំខាន់ផងដែរគាត់ថាកត្តាទី1កងពាន់ទី1ក្នុងការទប់ដោះស្រាយបញ្ហាគឺគ្រួសារមេបាដែលបីបាច់ថែរក្សាព្រានប្រដៅកូនហ្នឹងអញ្ចឹងហើយបានជាគេប្រដៅម៉ែឪទាំងអស់ហ្នឹងឲ្យមានដូចថាជាម៉ែឪល្អដើម្បីគ្រាប់ពូជយើងល្អព្រោះពូជតែយើងដាក់ដាំស្វាយវាបានស្វាយឯងបងប្អូនតែដាំក្រូចវាបានក្រូចឯងវាអត់មានដាំស្អីគេដូចលោកស៊ីនស៊ីសមុទ្រច្រៀងបទអឺដាំលពៅវាដោះចេញទៅជាលពាក់ទឹករយៈស្មានតែទឹកជ្រៅស្រាប់តែអីលើកូនគេគ្មានឪយកឯងធ្វើឪវាឯណានោះអាហ្នឹងគឺវាមានក្នុងបទចម្រៀងដែលវាប្លែកពីធម្មតាដែលលោកស៊ីនសមុទ្រក៏បង្ហើរបទចម្រៀងមួយ
មានចំណងជើងថាមាសទឹក8ដែលតែចុងក្រោយហ្នឹងគឺគាត់មិនខ្វល់ទេកូននរណាកូនអីទៅគឺជាកូនទាំងអស់គ្នាអញ្ចឹងទៅនេះគឺជារឿងមួយដែលចង់និយាយអំពីរឿងមេបាដូច្នេះម្ដងទៀតខ្ញុំសរសើរខ្ញុំលើកទឹកចិត្តឲ្យបណ្ឌិតខ្មែរយើងបញ្ចេញមតិហើយកុំ self censor ខ្លួនឯងកុំរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិខ្លួនឯងរហូតតតែទៅសេអីក៏ដោយគឺត្រូវតែមានឃ្លាលើកជើងថ្នាក់ដឹកនាំដើម្បីឲ្យរួចខ្លួនគ្រប់ពេលអញ្ចឹងវាអត់ត្រូវទេព្រោះអីរឿងទាំងអស់នេះកើតឡើងមកពីរបៀបដឹកនាំរដ្ឋទេវាអត់មែនកើតឡើងមកពីប្រជាពលរដ្ឋសុទ្ធទេព្រោះប្រជាពលរដ្ឋគ្នាខ្លាចច្បាប់ណាស់តាមមេដឹកនាំរដ្ឋធ្វើឲ្យខុសច្បាប់គឺប្រជាពលរដ្ឋចលាចលច្បាប់គឺច្បោកច្បល់អាហ្នឹងគឺមកពីដើមខ្សែកុំមកដោះស្រាយចុងខ្សែគ្រាន់តែជាជនរងគ្រោះលោកបណ្ឌិតកិនភៀក៏ជាជនរងគ្រោះដែរព្រោះបើសិនជាលោកមិនជាជនរងគ្រោះម៉ោងនេះលោកសរសេរព័ត៌មានឬក៏និយាយអីគឺអត់មានត្រូវការអង្គុយងាកក្រោយអីទៅវិញមេស្ដីឲ្យអីទេអត់ទេរឿងនិយាយអីក៏បានដែរព្រោះអីបណ្ឌិតគឺយើងជាបញ្ញាជនបានន័យថាប្រើបញ្ញាអត់ត្រូវការអ្នកណាមកគ្រប់គ្រងហួងហែងផ្លូវចិត្តយើងក៏ប៉ុន្តែថ្ងៃនេះគឺមានលោកបណ្ឌិតកិនភៀហើយនិងលោកបណ្ឌិតពៅគាត់អឺមកជជែកគ្នាលើទូរទស្សន៍តកនឹងនិយាយពីកម្មសិទ្ធិដីធ្លីរបស់ខ្មែរប្លង់ស្របច្បាប់មានសន្ធិសញ្ញាបារាំងសៀងមានព្រំដែនមានຂ្នាត1លើ200,000មានច្បាប់អន្តរជាតិធានាមានអីបានអីមកវិញយើងកំពុងតែទៅពន្យល់ប្រាប់ចោលឬក៏អ្នកដែលផ្សេងទៀតនិយាយទៅមិនមែនប្រាប់ចោលទេអាចថាប្រាប់ចោលក៏បានដែរប្រាប់បងប្អូនក្រុមគ្រួសារយើងទាំងអស់នេះដែលចោលលួចទ្រព្យយើងនេះយើងមកអង្គុយប្រាប់កូនប្រាប់ចៅប្រាប់បងប្អូនប្រាប់អ្នកជិតខាងយើងទាំងអស់គ្នាថាម៉ូតូដែលចោលលួចទៅទាំង73គ្រឿងនេះណាចេញពីឃ្លាំងយើងនេះណាគឺជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមគ្រួសារយើងទេយើងមើលមើលប្លង់មើលការទទួលស្គាល់មានបញ្ជីបង្កាន់ដៃទិញចូលលក់ចេញឬក៏ដោះដូរអីមានអាជ្ញារដ្ឋទទួលស្គាល់ទាំងជាតិទាំងឃុំសង្កាត់ទាំងអន្តរជាតិក៏គេទទួលស្គាល់ដែរថារបស់ហ្នឹងជារបស់ទ្រព្យរបស់ឃ្លាំងយើងរបស់គ្រួសារយើងកូនឯងឃើញអត់ណាពុកឯងឃើញអត់ម៉ែឯងឃើញអត់យាយឯងឃើញអត់តាឯងឃើញអត់នេះឃើញហើយអាហ្នឹងជារបស់ទ្រព្យរបស់យើងណាអញ្ចឹងយើងត្រូវទុកចិត្តថាអាហ្នឹងជារបស់ទ្រព្យរបស់យើងឲ្យជឿច្បាស់ថាអាហ្នឹងមិនមែនរបស់គេទេគឺរបស់យើងបានអីមកវិញជនរងគ្រោះទាំងអស់ហ្នឹងមានអ្នកណាមួយនៅក្នុងផ្ទះហ្នឹងដែលអត់គិតថាដីហ្នឹងជាដីខ្មែរខ្ញុំកំពុងតែឆ្ងល់មើលសួរខ្មែរទាំង18លានអ្នកហ្នឹងមើលអ្នកណាដែលមិនថាអាដីដែលថៃយកទៅ73កន្លែងហ្នឹងជាដីខ្មែរទៅសួរទៅនៅក្នុងគណៈបកប្រឆាំងក៏ដោយនៅគណៈបកផ្កាត់មុខក៏ដោយគណៈបកដែលរិះគន់រដ្ឋាភិបាលអត់សំចៃមាត់អីក៏ដោយទៅសួរមើលអ្នកណាមួយដែលថាដីទាំង73កន្លែងហ្នឹងដែលមិនមែនជាដីខ្មែរទាំងអស់គ្នាមានតែក្រុមអស់លោកនៅក្នុងគណៈបកប្រជាជនកម្ពុជាទេដែលចាត់ទុកដីដែលគេយកហ្នឹងពីដើមឡើយហ្នឹងថាគេអត់យកបានន័យថាអត់ទទួលស្គាល់ដីខ្លួនឯងនឹងទៀតមានតែអស់លោកតាពេលដែលគេវាយយកភ្នំទ្រាប់បានពេលដែលគេវាយយកប្រាសាទតំងន់ធំបានពេលដែលគេវាយយកដីច្រើនណាអស់លោកមកទប់ថាអាហ្នឹង AI អីគេមិនបានវាយយកទេអាហ្នឹងឡាក់អញ្ចឹងទៅខំប្រឹងទប់ខ្លាចចោលយកហើយថាកុំឲ្យអន់ម្ចាស់ផ្ទះពេកទៅខំទប់អញ្ចឹងអាហ្នឹងមានគ្មានខ្មែរណាម្នាក់នៅលើពិភពលោកដោយទាំងខ្ញុំដោយទាំងក្មេងម្បាទណាដែលមិនជឿថាដីដែលថៃកំពុងតែឈ្លានពានសពថ្ងៃជាដីខ្មែរទេព្រោះអីទី1គឺយើងសំអាងទៅលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907 1904គឺជាឧបសម្ព័ន្ធមួយຂ្នាត1លើ200,000ប្រើផែនទីហ្នឹងហើយតឡាការយុតិធធអន្តរជាតិកាត់ក្តីពីសារឲ្យរឿងប្រាសាទព្រះវិហារប្រើផែនទីហ្នឹងបានន័យថាផែនទីឧបសម្ព័ន្ធរបស់អឺសន្ធិសញ្ញាបារាំងសៀមតែអត់មានណាមន្ទិលអាហ្នឹងទី1ទី2អ្នកណាក៏ដឹងដែរថាខ្មែរយើងខ្សោយទាំងសេដ្ឋកិច្ចខ្សោយទាំងទ័ពហើយបែកបាក់គ្នាប្រេះឆាគ្នាយើងអត់ទៅឈ្លានពានបរទេសណាបានដីសំបីតែមួយដុំយើងអត់ដែលទេខ្មែរគ្មានប្រវត្តិមេដឹកនាំណាទៅវាយយកដីគេបានទេមេដឹកនាំគ្រប់ជំនាន់តាំងពីក្រោយអង្គរមកគឺមានតែអស់ដីយើងតាំងពីមហាអាណាចក្រខ្មែរតាំងពីដីប្រពន្ធណានៃហួសអយុធ្យារហូតមកនៅប៉ិនសបកអណ្ដើក
អត់ដែលមានមេដឹកនាំខ្មែរណាមួយទៅវាយយកដីគេបានហ្នឹងមានតែការពារដីខ្លួនឯងអត់ទាំងបានហើយទូចទៅហ្នឹងមានអាហ្នឹងដូច្នេះអ្នកណាក៏ជឿដែរថាខ្មែរមិនអាចទៅវាយថៃដណ្ដើមដីណាទេគឺការពារតែដីខ្លួនឯងក៏អត់ទាំងបានផងឲ្យតែទប់បានទៅហៅតែគ្រាន់បានដូច្នេះកត្តាពីរនេះណាបញ្ជាក់ច្បាស់ថាដីទាំងអស់នោះគឺជាដីខ្មែរស្របច្បាប់មានស្អីអស់លោកអត់ត្រូវការពេលចំណាយទៅពន្យល់ប្រជាពលរដ្ឋអីទៀតទេតកតងនឹងដីរបស់ខ្មែរយើងអ្នកណាក៏ដឹងដែរប៉ុន្តែផ្ទុយទៅវិញអ្វីដែលអស់លោកត្រូវពន្យល់គឺពន្យល់ប្រជាពលរដ្ឋឲ្យដឹងថាហេតុអីបានរដ្ឋាភិបាលអត់ដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងតុលាការយុតិធធម៌អន្តរជាតិ ICJ តែប៉ុណ្្នឹងឯងឲ្យលោកពន្យល់អញ្ចឹងគឺលោកអត់គឺមកធ្វើតែដដែលចឹងដូចយាយប៉ែកមួយដែលថតរូបស្លាកលេខឡានគាត់បានចោលប្លន់ឡានគាត់ទៅគាត់លើកកាមេរ៉ាថតស្លាកលេខគាត់បានហើយគាត់អូយអដូចត្រូវឆ្នោតទៅប្រាប់ប៉ូលីសថាខ្ញុំចាប់ព័ត៌មានពីចោលបានហើយព្រោះអីខ្ញុំថតលេខឡានបានហើយយកទៅបង្ហាញប៉ូលីសឃើញស្លាកលេខឡានឡានខ្លួនឯងមិនមែនឡានចោលផងហុយមិនប៉ូលីសក៏គេនៅរកស្លាកលេខនឹងបានដែរវាមានប្រយោជន៍អីវាមានប្រយោជន៍អីថតលេខឡានខ្លួនឯងបានយកទៅប្រាប់ប៉ូលីសថាឡានហ្នឹងឡានចោលប្លន់របស់ខ្ញុំជាការពិតហើយយើងគ្រាន់តែបញ្ជាក់ថាឡានហ្នឹងឡានរបស់ខ្លួនឯងប៉ុន្តែប៉ូលីសក៏នៅតែមានឯកសារពីខាងក្រសួងដឹកជញ្ជូនក្រសួងសាធារណការដើម្បីយកអាស្លាកលេខឬការចុះបញ្ជីកាតគ្រីបានកម្មសិទ្ធិរថយន្តរបស់យើងអីហ្នឹងយកទៅធ្វើជាភស្តុតាងដើម្បីយកទៅស្វែងរកថាយើងជាម្ចាស់កម្មសិទ្ធិឡានប៉ុន្តែសំខាន់អត់បានថតឡានចោលអញ្ចឹងហើយបានថាអស់លោកត្រូវការពេលហ្នឹងដើម្បីពន្យល់ប្រជាពលរដ្ឋថាទី1ហេតុអីបានអត់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អ្នកស្រីម៉ាលីសុជាតាលើកឡើងពីបញ្ហាហ្នឹងខ្ទាស់អីវាមានបញ្ហាអីផោះតាងប្រមូលអត់បានប្រមាណខ្វះអីទៀតហើយនីតិវិធីតុលាការនោះវាស្មុគស្មាញប៉ុណ្ណាហេតុអីបានកម្ពុជាអត់ប្តឹងហើយបើកម្ពុជាអត់ប្តឹងយកវិធីចរចាហ្នឹងតែយើងចរចាបានអីបើថៃគេបិទច្រកអស់ហើយអញ្ចឹងទេហ៎សប្ងៃហ្នឹងគឺគាត់ព្យាយាមផ្សព្វផ្សាយឲ្យតែយើងស្អំចិត្តយើងថាជឿទៅដីនឹងដីយើងក៏ប៉ុន្តែវាគេគ្រប់គ្រង73កន្លែងហើយរឿងរបស់ទ្រពរបស់យើងក៏ពិតមែនហើយប៉ុន្តែចោលលួចទៅកាន់នឹងដៃអស់ហើយគឺយើងត្រូវប្តឹងចោលមិនមែនមកបញ្យល់ថាអានឹងជាទ្រពរបស់យើងទេជាការល្អហើយដែលបញ្ជាក់មកថាអានឹងជាទ្រពរបស់យើងឥឡូវបើបញ្ជាក់ហើយជំហានបន្ទាប់គឺអស់លោកត្រូវបញ្យល់ប្រាប់ប្រជាពលរដ្ឋថាអញ្ចឹងនាំគ្នាប្តឹងថៃទៅតុលាការដើម្បីទារយកទ្រព្យនឹងមកវិញអានេះបានជាអំពើថ្លៃថ្នូរគុណធម៌របស់អស់លោកហើយដល់មកនិយាយអញ្ចឹងគឺប្រជាពលរដ្ឋកញ្ញាញ់ខួរតែម្ដងមកបញ្យល់ទៅស្អីទៀតអារឿងដីនឹងបីរបស់យើងអ្នកណាថាដីរបស់ថៃបើយើងជឿថាដីរបស់យើងគ្រប់គ្នាអស់ហើយណាហើយទៅបញ្យល់ខាតតាពេលខាតតាវេលាឲ្យតែលឺតាសូចាស់អស់លោកបញ្យល់មកបើអត់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរឿងអីខ្ទាស់អីច្បាប់អីហៅអ្នកច្បាប់មកអស់មកយុទ្ធធរអន្តរជាតិហ្នឹងក៏ចឹងប្តឹងថាដាក់សេចក្តីជូនដំណឹងពីថ្ងៃទី15ខែមិថុនាម្ដងហើយឆ្នាំ2025ឥឡូវហ្នឹងតើសេចក្តីជូនដំណឹងហ្នឹងនៅឯណាហើយនៅខ្វះនីតិវិធីអីទៀតចុះបើប្តឹងថាជូនដំណឹងគេថាគ្រងប្តឹងគេ4កន្លែងឥឡូវគេយកអស់73កន្លែងអញ្ចឹងភ័ស្តុតាងថ្មី13 70កន្លែងទៀតហ្នឹងអត់ដាក់ទៅតុលាការទេអញ្ចឹងដាក់ទៅប្រាប់គេថាបន្ថែមភ័ស្តុតាងអីហើយបើមិនដាក់រឿងអីហើយបើដាក់ប្តឹងមិនបានរឿងអីអស់លោកត្រូវពន្យល់ប្រជាពលរដ្ឋឲ្យយល់មិនមែនអង្គុយមកការពាររដ្ឋាភិបាលរឿងមិនប្តឹងហ្នឹងគឺដោយសារយើងចរចាយើងមានប្លង់រឹងយើងនឹងឈ្នះថៃទ្របគេលួចអស់ហើយយកអស់ដល់ដៃគេឥឡូវគេកែទៅជាស្អីអស់ហើយបើម៉ូតូវិញគេជិះដោះកង់ដោះអីដូរលេខដូរកញ្ចក់ដូរសាកស៊ីអីអស់ហើយយើងនៅតែសង្ឃឹមថាបានវិញតែអត់មានធ្វើអីហើយឥឡូវគេបិទអត់ឲ្យចរចាគេដូរស្លាកលេខឲ្យគេដូរឈ្មោះភូមិគេដូរឈ្មោះសង្កាត់គេចែកប្លង់ដីទៅគេដាក់បន្លាលួសគេធ្វើបេតុងគេរុលបន្លាលួសមកថែមគេថាគេធ្វើនោះគេធ្វើគ្រប់យ៉ាងអារបស់ដែលយកពីយើងទៅគេកែម៉ូតូយកតាមម៉ូតូអាសង់មួយណាយកទៅគេកែទៅជាលម៉ក់កង់3បាត់អស់ដើរលក់អីណាអស់ហើយលាបពណ៌លាបអីដូរថ្មីអស់ហើយយើងនៅតែអាហ្នឹងបោះយើងតើតែប្តឹងឲ្យលឿនបានអារបស់ហ្នឹងគេអត់កែទៅជាស្អីតាន់អស់ទៅពិបាកទាមកវិញតែអត់ខ្ញុំខកចិត្តមែនតើហើយអស់លោកអត់បញ្យលទៀតមន្ត្រីកិច្ចការព្រំដែនបើឲ្យមកបញ្យលហ្នឹងគឺដដែល
កម្ពុជាមានផែនទីខ្នាតលើ1-200,000 ធានាទៀតតែអាដីបាត់ទៅគេ73កន្លែងហ្នឹងបាត់នៅកន្លែងណាខ្លះថៃប្លន់លួចយើងពីពេលសង្គ្រាម2លើកហ្នឹងបានប្រមាណកន្លែងឥឡូវឈ្លានពានក្រោយមកចូលប្រមាណកន្លែងហើយនិយាមការអីអត់មានប្រជាពលរដ្ឋណាដឹងទេគាត់ចង់ថ្កោលទោសថៃថ្កោលទោសចឹងទៅគាត់ចេញសេចក្តីថ្លែងការណ៍មួយចោលចឹងទៅមន្ត្រីហ្នឹងគឺថាម៉ាយុទ្ធសងចឹងហ្មងគឺមើងងាយប្រជាពលរដ្ឋហ្មងគឺយើងដូចថាអត់មានសិទ្ធិប្រជាពលរដ្ឋយើងខ្លាយទៅជាអនុប្រជារាស្ត្រគឺគេចាត់ទុកដូចសម្រាមចឹងគេមិនឈឺក្បាលទេគេធ្វើតែកិច្ចការគ្នាគេចង់និយាយអីនិយាយទៅគេចង់ឲ្យស្ដាប់អីស្ដាប់ហើយតិចទៅហៅអាមីអាថោងគេនឹងមកប៉ាតណាប៉ាតណីដើរជេរគេអ្នករិះគន់នឹងទៀតទៅតែប៉ុណ្្នឹងឯងយើងអត់មានដោះស្រាយត្រូវបញ្ហាទេហើយខ្ញុំនិយាយនេះគឺខ្ញុំខ្លោចផ្សាណាហេតុអីបានជាយើងអត់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិនៅតែឆ្ងល់ហ្នឹងហ្មងមួយឆ្នាំហើយនេះនៅសល់តែមួយឆ្នាំហើយនិយាយទៅមិនមែននៅសល់ទេមួយឆ្នាំគត់ដែលខ្ញុំនិយាយរាល់ថ្ងៃ365ថ្ងៃដែលឆ្ងល់ថាហេតុអីបានអត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិឥឡូវអត់ទាន់បានចម្លើយទេនៅតែបងប្អូនចេះមកសួរមួងណារ៉េតចុះបើមួងណារ៉េតឆ្ងល់ហើយនរណាគេមានចម្លើយបើគាត់អ្នកស្រាវជ្រាវព័ត៌មានណាខ្ញុំថាអត់ដឹងដែរឲ្យទៅសួររដ្ឋាភិបាលកម្ពុជាទៅព្រោះយើងឆ្ងល់ដូចតែគ្នាវាឆ្ងល់អស់មិនត្រឹមថាហេតុអីបានជាគាត់មិនប្តឹងបាទឥឡូវចូលដល់ព័ត៌មានទី2គឺតកតងតើកម្ពុជាធ្វើជំរឿនមន្ត្រីរាជការលើកទី4នេះបានប្រយោជន៍អីរឿងនេះសំខាន់ណាស់បងប្អូនខ្ញុំចង់បញ្យល់បងប្អូនបន្តិចព្រោះអីតកតងនឹងរឿងការធ្វើជំរឿនមន្ត្រីរាជការនេះជាលើកទី4ហើយបងប្អូនឃើញសាររបស់លោកហ៊ុនម៉ាណែតទេដែលគាត់ដាក់ថាថ្ងៃនេះខ្ញុំបានបំពេញរួចហើយនៅកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូបគឺធ្វើជំរឿនមន្ត្រីគាត់លើកឡើងថាការធ្វើជំរឿនមន្ត្រីគឺជាកាតព្វកិច្ចនិងជាការទទួលខុសត្រូវរបស់មន្ត្រីរាជការគ្រប់រូបដែលចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋព្រោះថាការធ្វើជំរឿនមន្ត្រីដើម្បីប្រមូលទិន្នន័យជាក់ស្ដែងសម្រាប់ធ្វើជាមូលដ្ឋាននៅក្នុងការពង្រឹងរដ្ឋបាលសាធារណៈលុបបំបាត់ភាពមិនប្រក្រតីនិងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សអញ្ចឹងគាត់លើកទឹកចិត្តឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រីសូមចូលរួមឲ្យបានគ្រប់គ្នាតាមពិតប្រទេសណាក៏គេធ្វើដែរជំរឿនហ្នឹងគឺគេដើម្បីប្រសិទ្ធភាពដោយលោកហ៊ុនម៉ាណែតមានប្រសាសន៍ហើយគឺជារឿងត្រឹមត្រូវកិច្ចការដែលរាជការត្រូវធ្វើថាតើអឺខ្វះអីមន្ត្រីអសមត្ថភាពនឹងប្រមាណឬក៏ក្រសួងមន្ទីរអីហ្នឹងបើកមកវាច្រើនពេកមានទាហានមានមន្ត្រីរាជការខ្មោចឬក៏អំពើពុករលួយថវិកាដាក់ទៅមិនដល់មន្ត្រីខ្វះកន្លែងនេះត្រូវថែមទៅកន្លែងនោះទៀតធនធានមនុស្សហ្នឹងគឺខ្វះវិស័យច្បាប់វិស័យឯកទេសវិស័យស្អីស្អីវិស្វកម្មលក្ខនឹងលក្ខអីចឹងទៅដើម្បីរើសបន្ថែមដើម្បីបំពេញដើម្បីប្រសិទ្ធភាពការងាររឿងនេះគឺជារឿងត្រឹមត្រូវរឿងកិច្ចការរបស់រដ្ឋាភិបាលដែលត្រូវធ្វើទេបងប្អូនក៏ប៉ុន្តែខ្ញុំនិយាយអំពីភាពឥតប្រយោជន៍នៃការធ្វើជំរឿននេះដែលខ្ញុំនិយាយនេះគឺមិនមែនថាបន្តិចផ្អាកទេចង់ឲ្យគេកែតម្រង់ឥឡូវគេកែតម្រង់គេធ្វើជំរឿនក៏នៅតែទៅខ្ញុំមិនទៅទេគឺខ្ញុំចង់និយាយអំពីការពិតដែលអស់លោកធ្វើឲ្យបានតែល្អមើលបងប្អូននេះជាជំរឿនលើកទី4ណាមន្ត្រីរាជការមិនមែនលើកទី1ទេមន្ត្រីរាជការគេធ្វើតែម្ដងហ្នឹងគឺគេដឹងបាត់ហើយគេមិនដាក់ចាំបាច់ទៅចំណាយពេលវេលាខាតពេលវេលាអីបងប្អូនដឹងជំរឿនទី1ធ្វើនៅឆ្នាំណាហ៎ជំរឿនមន្ត្រីរាជការទី1ធ្វើនៅឆ្នាំ1995គឺបានបោះឆ្នោតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបាន4ឆ្នាំបោះឆ្នោតឆ្នាំ1993ដល់95គេធ្វើជំរឿនមន្ត្រីរាជការមួយពេលនោះរកឃើញមន្ត្រីរាជការស៊ីវិលទាំងអស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមាន174,000នាក់បងប្អូន174,000នាក់ត្រីរាជការយើងកាលពីឆ្នាំ1995ច្រើនណាស់មន្ត្រីច្រើនអ្នកណាស់ដល់តែពេលលើកទី2គឺធ្វើជំរឿនឆ្នាំ1999ដល់2001គឺជាជំរឿនក្នុងសរុប3ឆ្នាំនឹងរួមតែម្ដងជំរឿនលើកទី2ហ្នឹងបងប្អូនដឹងមិនទេរកឃើញថានៅក្នុងចំណោមមន្ត្រីរាជការ17,000នាក់170,000នាក់ដែលរកឃើញពីឆ្នាំ1995ហ្នឹងណាមានចាប់ពី9,000ទៅ25,000នាក់គឺជាមន្ត្រីរាជការខ្មោច
អស្ចារ្យណាស់យើងគឺថាស័ក្តិសិទ្ធិហ្នឹងណាយកមន្ត្រីខ្មោចយកមកធ្វើការមានន័យថាម៉េចបងប្អូនប្រើស័យសាស្ត្រឬក៏មន្តអាគមអូមអាមអីដើម្បីជួយធ្វើឲ្យពង្រឹងវិស័យយើងហ្នឹងបានល្អប្រសើរដែលយកខ្មោចយកព្រលឹងអសូរកាយអីយកមកក្នុងមន្ត្រីរាជការឬយ៉ាងម៉េចមិនមែនចឹងទេបងប្អូនពាក្យថាមន្ត្រីខ្មោចហ្នឹងគឺមន្ត្រីមានតែឈ្មោះអត់ដឹងមនុស្សនៅណាបើកតែប្រាក់ខែ ហើយបងប្អូនមើលពី9,000ទៅ25,000នាក់សិតតែជាមន្ត្រីរាជការខ្មោចអញ្ចឹងនៅក្នុងមួយសែន74,000ហ្នឹងគឺមានមន្ត្រីពិតប្រាកដតែមួយសែន50,000ហ្នឹងក្រៅពីហ្នឹងសិសមន្ត្រីខ្មោចហើយលុយបើករហូតបើកតាំងពីឆ្នាំប៉ុន្មាន1909និយាយទៅមករហូតដល់ឆ្នាំ2001ហ្នឹងប្រហែល10ឆ្នាំក៏បើកលុយឲ្យមន្ត្រីរាជការមន្ត្រីពុករលួយមន្ត្រីអីហ្នឹងហើយដូចឆ្លើងកបីចឹងទៀមប្រជាពលរដ្ឋយើងដូច្នេះមន្ត្រីរាជការឃើញធ្វើជំរឿនល្អដែរជំរឿនលើកទី2ហ្នឹងដែលឃើញមន្ត្រីពុករលួយឬក៏មន្ត្រីរាជការខ្មោចមានតែឈ្មោះស៊ីតាភៈខែរដ្ឋហ្នឹងរដ្ឋខាតលុយអស់រាប់សិបលានដុល្លារឆ្នាំ19ឆ្នាំ2010ធ្វើម្ដងទៀត10ឆ្នាំនិយាយទៅគឺដូច15 6ឆ្នាំគឺដំបូងឡើយធ្វើ5ឆ្នាំម្ដង6ឆ្នាំម្ដងដល់ក្រោយមកធ្វើ10ឆ្នាំម្ដងអញ្ចឹងឆ្នាំ2020សំទោស2010គាត់ធ្វើជំរឿនម្ដងទៀតមន្ត្រីរាជការកើនទៀតកើនពីអូខេឥឡូវពី1995យើងថាមាន174,000នាក់ហ្នឹងមន្ត្រីរាជការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិចុះឥឡូវដល់ពេលធ្វើ2001គឺរកឃើញ25,000នាក់ជាមន្ត្រីខ្មោចបានន័យថាគាត់អាចជំរុះមន្ត្រីនឹងចោលអញ្ចឹងមន្ត្រីរាជការមែនតែនមានតែ150,000នាក់ឯងមិនអញ្ចឹងណាដល់តែពេលឆ្នាំ2010ធ្វើជំរឿនទៅឃើញមន្ត្រីរាជការកើនឡើងដល់176,839នាក់ចឹងបានន័យថាកើនប្រហែលជា20,000នាក់ជាងទៀតមន្ត្រីរាជការទាំងថ្នាក់ជាតិនិងក្រោមជាតិណានិយាយទៅដកមន្ត្រីខ្មោចមន្ត្រីអីហ្នឹងចោលអញ្ចឹងកើនរហូតមន្ត្រីរាជការគឺកើនអត់មានថយទេដូច្នេះជំរឿននេះណាអត់មានប្រសិទ្ធភាពទេបងប្អូនព្រោះជំរឿននេះគឺជាទូទៅគឺដើម្បីពង្រឹងប្រសិទ្ធភាពក្រសួងរដ្ឋ